ប្រិមត្តទូរទស្សនិកជនគឺកម្លាំងប្រជាការពារបានរៀបចំសណ្ដាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលក្រុងស្រុកក្រុងសៀមរាបចាគឺទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីប្រជាអធិការវត្តប្រាសាទគោកចកក្រោយការចូលរួមរក្សាការពារសណ្ដាប់ធ្នាប់ចាគឺសាធារណៈក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាបរបស់កម្លាំងសណ្ដាប់ធ្នាប់ប្រជាការពារចាគឺរៀបចំសណ្ដាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាបត្រូវបានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះគ្រូវិចិត្រវង្សាហែមកឹមសានញាតិធម្មោព្រះចៅអធិការចាព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកនិងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជារដ្ឋក្រមវត្តមានរបស់លោកហាយយងចាគឺអភិបាលរងក្រុងសៀមរាបកាលពីរសៀលថ្ងៃទី21ខែមេសាឆ្នាំ2026នៅវត្តប្រាសាទគោកចកក្នុងឱកាសនោះព្រះគ្រូវិចិត្រវង្សាហែមកឹមសានញាតិធម្មោព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកនិងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជារដ្ឋបានមានថេរដីកាថាការជួបសម្ដែងសម្ណាសួរសុខទុក្ខនិងផ្ដល់អំណោយជាស្បៀងអាហារនិងជួយសម្រួលជីវភាពរបស់បងប្អូនចាប្រជាការពាររៀបចំសណ្ដាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាបក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកនេះគឺជាសកម្មភាពសប្បុរសធម៌និងជាការលើកទឹកចិត្តដ៏សំខាន់ដើម្បីទទួលស្គាល់ការលះបង់កម្លាំងកាយចិត្តចានៅក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពនៅមូលដ្ឋានព្រមទាំងបានសម្ដែងនៅការដឹងគុណដែលបានរៀបចំខិតខំចំណាយកម្លាំងកាយចិត្តរបស់បងប្អូនក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងក្រុងសៀមរាបព្រះគ្រូវិចិត្រវង្សាបានកោតសរសើរចំពោះបងប្អូនកម្លាំងប្រជាការពារដែលបានលះបង់ពេលវេលាក្នុងការចូលរួមការពារសន្តិសុខជាមួយកងកម្លាំងសមត្ថកិច្ចនិងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋភ្ញៀវជាតិអន្តរជាតិក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តក្នុងនោះព្រះគ្រូវិចិត្រវង្សាហែមកឹមសានបានផ្ដល់នូវពុទ្ធអាវាតមួយចំនួនដល់បងប្អូនប្រជាការពារទាំងអស់ត្រូវធ្វើការកាត់បន្ថយនៅការពិសាគ្រឿងស្រវឹងក្នុងពេលចុះទៅបំពេញភារកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងកម្មវិធីផ្សេងៗសំខាន់ក្នុងការធ្វើចរាចរណ៍តាមដងផ្លូវដែលសិស្សឆ្លងកាត់នៅពេលសិស្សចេញចាគឺទៅនឹងចេញពីសាលាចាចេញពីសាលាម៉ោងចេញម៉ោងចូលគឺចាល្អមែនទែនយើងអញ្ជើញលោកអ្នកទៅមើលហេដ្ឋារចនា